សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ learning ខ្មែរចង់បង្រៀនអ្នកទាំងអស់គ្នាពីរបៀប booking hotel តាម app Agoda ដែលជា app ដែលងាយស្រួលបំផុតក្នុងការ booking ហើយយើងអាចជឿទុកចិត្តបានច្រើនទៀតអញ្ចឹងឥឡូវយើងមាន app មកយើងចូលទៅក្នុង app បន្ទាប់មកយើង select យកពាក្យ hotel អានេះគឺកន្លែង search រកទីតាំងដែលយើងចង់ទៅគេឧទាហរណ៍ថាចង់ទៅគេកំពតយើងអាច select ដាក់កំពតមកចង់ទៅគេសៀមរាបដាក់សៀមរាបចឹងទៅហើយវាមានដាក់ថ្ងៃមានដាក់ខែថ្ងៃទៅថ្ងៃមកហើយនឹងអានេះយើង select ថ្ងៃដែលយើងចង់ទៅអានេះគ្រាន់តែឧទាហរណ៍ខ្ញុំដាក់ថ្ងៃ17មកវិញ18ហើយចំនួនមនុស្សយើងអាច add បានដែរយើងចង់ដាក់ប៉ុន្មានអ្នកក៏បានដែរហើយប៉ុន្មានបន្ទប់ក៏បានដែរយើងយកពាក្យ OK មកបន្ទាប់មកយើងយកពាក្យ search នៅពេលដែល search វានឹងមានអូតាច្រើនណាស់ដែលលោតចូលមកអញ្ចឹងយើងអាចអុសមើលទៅយើងពេញចិត្តអូតាមួយណាយើងធ្លាប់គេអូតាមួយណាយើងអាច booking តាមនេះបានណាឥឡូវខ្ញុំបានពេញចិត្តនៅអូតាមួយកន្លែងគឺម៉ូតាំងresident ខ្ញុំ select ចូលមើលអ្នកនរគ្នាអាចចូលមើលហើយយើងអាចមើលមានពាក្យ free cancellation អត់ដើម្បីយើងស្រួលក្នុងការ booking យើងអត់អស់លុយមុនអញ្ចឹងណាបន្ទាប់មកយើងទាញចុះក្រោមមកយើងមើលទីតាំងយើងមើលកន្លែង map គេថានៅណាអីចឹងទៅហើយមើល rating គេបានអីចឹងណាអូខេបន្ទាប់មកយើងយកពាក្យ choose my room វានឹងចេញផ្ទាំងបែបនេះឲ្យយើងប៉ុន្តែយើងត្រូវមើលដែរថាការ booking ហ្នឹងគឺមាន free cancellation អត់អញ្ចឹងអាទី1នេះគឺអត់មានទេវាគ្រាន់តែមាន breakfast include ប៉ុន្តែវាអត់មានបានដាក់ពាក្យ cancellation ទេគឺយើង book ភ្លាមយើង pay លុយភ្លាមអញ្ចឹងយើងអត់យកអាមួយហ្នឹងទេយើងទាញចុះក្រោមបន្ទាប់មកនេះក្រោមនេះគឺមាន option ដែលយើងច្រើនមែនតើគឺយើងអាចមាន breakfast ហើយ cancellation before ថ្ងៃ14ខែ1ហើយpayment ហ្នឹងគឺយើង pay នៅថ្ងៃ12ខែ1ប៉ុន្តែយើងមានសិទ្ធិ cancel មុនថ្ងៃ14ដូចគេនិយាយដាក់អាទី2នេះអញ្ចឹងណាអញ្ចឹងមានន័យថាវាគឺងាយស្រួលសម្រាប់យើងអាច booking ចោលថាបើយើងចង់ cancel plan គឺវាស្រួលហ្មងអញ្ចឹងអានេះគឺវាមាន option ឲ្យយើងរើសហើយអញ្ចឹងយើងយកអាមួយហ្នឹងទៅតម្លៃវាគឺដូចគ្នាគឺ10តែ52ដូចគ្នាអញ្ចឹងយើងយកពាក្យ book បន្ទាប់មកយើងចាំអា plan អូខេអានេះគឺយើងបាន booking ហើយប៉ុន្តែយើងអត់ទាន់បាន final step ទេវាថាយើងអត់ទាន់បាន pay ដាក់កាតដើម្បី pay លុយទេណាអញ្ចឹងនេះយើងមើលឲ្យទៅថាយើងគេនៅណាបន្ទប់មិនអីមិនហើយយើងអាចទាញចុះក្រោមដើម្បីមើលបន្តបន្ទាប់មកយើងអាចទាញមើលកន្លែង choose your payment option ហ្នឹងគឺយើងអាចរើសបានទី1គឺយើងអាច pay on 12ខែ1មួយទៀតគឺយើង pay now អញ្ចឹងយើង select យកអាលើមកដើម្បីអត់ទាន់បង់លុយទេប៉ុន្តែយើងត្រូវមាន email អីឲ្យគេត្រឹមត្រូវដែរដើម្បីគេ send email មកអញ្ចឹងណាបន្ទាប់មកទៀតនេះគឺកន្លែងយើងអាច select បានដែលគេសួរថាចង់បានបន្ទប់បែបម៉េចយើងដាក់ non smoking room ដើម្បីបន្ទប់ហ្នឹងគឺអត់មានការជប់បរិយទេបន្ទាប់មកយើងដាក់ខែតែ1ឬខែ2យើងអាច select បានហើយមកដល់ក្រោមនេះគឺតម្លៃវា final គឺ52យើង select ពាក្យ final ហ្នឹងហើយវាចូលមកដល់កន្លែង step ចុងក្រោយគឺ step ដែលយើងត្រូវបំពេញកាត visa របស់យើងខ្ញុំ recommend អ្នកទាំងអស់គ្នាឲ្យប្រើ visa សម្បត្តិនិមិត្តដើម្បីវាស្រួលសម្រាប់យើងអញ្ចឹងណាបើអ្នកទាំងអស់គ្នាអត់ទាន់មានអ្នកទាំងអស់គ្នាអាចបង្កើតបានដើម្បីយកអាការសម្បត្តិនិមិត្តហ្នឹងមកប្រើនៅក្នុងapp Agoda ហ្នឹងអានេះគឺងាយស្រួលទេអ្នកទាំងអស់គ្នាក៏ពេញឈ្មោះពេញលេខកាតពេញថ្ងៃខែពេញ CVV បន្ទាប់មកយកពាក្យ book now and pay later អាហ្នឹងគឺហើយហ្មងគឺងាយមែនតើអញ្ចឹងវិធីនៃការ booking គឺវាមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអាចមើលបើថាមើលអត់ទាន់អ្នកទាំងអស់គ្នាអាចមើលពីដើមមកម្ដងទៀតអញ្ចឹងណាព្រោះអានេះគឺខ្ញុំបាន detail ឲ្យថារបៀបបំពេញរបៀបម៉េចគឺវាមាននៅក្នុងនេះទាំងអស់គ្រាន់ថាខ្ញុំអត់បានបំពេញឲ្យមើលដោយសារលេខកាតលេខអីហ្នឹងយើងអត់អាចឲ្យគេមើលឃើញអញ្ចឹងណាមួយទៀតអ្នកទាំងអស់គ្នាអាចមើលក្នុង email របស់អ្នកទាំងអស់គ្នាបន្ទាប់ពីអ្នកទាំងអស់គ្នា booking រួចគេនឹងផ្ញើ email មកហើយនឹងមានក្រដាស booking confirmation នេះគឺសម្រាប់យើងយកទៅ hotel ទៅឲ្យអ្នកខាង hotel ពេលដែលយើង check in អញ្ចឹងវិធីនៃការ booking គឺមានតែប៉ុណ្្នឹងទេងាយស្រួល
mìnhចាំបាច់ឲ្យណាគេ booking ឲ្យយើងចង់ទៅណាយើង booking ខ្លួនឯងគឺងាយស្រួលមែនតើអញ្ចឹងអូខេបើអ្នកទាំងអស់គ្នានៅមានចម្ងល់អីតិចតួចអ្នកទាំងអស់គ្នាអាចឆាតនៅក្នុងcomment ខាងក្រោមបើខ្ញុំមើលឃើញខ្ញុំនឹងធ្វើវីដេអូស្រាយចម្ងល់ម្ដងទៀតអូខេអរគុណ